nhưng bất chia trong ao nè tụi kia chụp sấy cứ khai chia stray mà nè đại rừng mòm stray mà nè đại ỏi trà stray mà nè đại khlang nhưng trong ai nè tụi kia đăng tha mình nuôi stray chụp hết môi đại ỏi trà mình nuôi stray chụp hết môi đại cái hào tham bị đan này bị phục lộ mình nuôi stray cứ chụp hết môi đại ai bằng cát mình nuôi màu bàn nè na cái mơ nghi hết bà dương mình sầm khăn dương nè còn mơ nghi hết bọc luôn ai hai đôi mà đại hào thà stray rừng mòm bị thaสตรี rừng móm មានជ្រុងនៃការគិតខុសៗគ្នាយើងអាចសរុបការគិតតែមួយនេះមកយកមកដាក់មនុស្សគ្រប់គ្នាដែលគេហៅថារឹងមាំបានទេសម្រាប់ជ្រុងនៃការគិតរបស់ខ្ញុំមនុស្សស្រីដែលរឹងមាំគឺជាមនុស្សស្រីម្នាក់ដែលចេះស្រឡាញ់ខ្លួនឯងមនុស្សស្រីម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯងមនុស្សស្រីម្នាក់ដែលមើលថែខ្លួនឯងបានល្អមនុស្សស្រីម្នាក់ដែលឆ្លាតដែលពូកែតែមិនមែនរឹងរស់មិនមែនរឹងក្បាលមិនមែនចុចចេះពាក្យថាមនុស្សស្រីរឹងមាំអ្នកខ្លះគេថាអូយបានប្រពន្ធរឹងមាំពេកបានសង្សារស្រីរឹងមាំពេកហើយចាំមើលវាជន់ហើយចាំមើលវាមើលងាយហើយឲ្យទៅយកប្រពន្ធខ្លាំងពេកមិនមែនទេខ្ញុំជឿថាពាក្យទាំងអស់នេះអាចនឹងមនុស្សខ្លះយល់ច្រឡំពាក្យថារឹងមាំហើយនឹងរឹងក្បាលហើយនឹងរឹងរស់មនុស្សស្រីដែលរឹងមាំគឺជាមនុស្សស្រីដែលមានភាពឯករាជ្យមនុស្សស្រីដែលរឹងមាំមនុស្សស្រីដែលមិនតូចទង់ទៅតាមបញ្ហាមនុស្សស្រីដែលរឹងមាំគឺជាមនុស្សស្រីតែងតែអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងមនុស្សស្រីដែលរឹងមាំគឺជាមនុស្សស្រីដែលចេះមើលថែខ្លួនឯងបានខ្ញុំអត់ដឹងទេថាអំឡុងពេលនេះអ្នកទាំងអស់គ្នាស្ថិតនៅក្នុងកលៈទេសៈណានៅលីវមេម៉ាយឬក៏មានគ្រួសារតែអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាមិនខ្វល់ថាអ្នកទាំងអស់គ្នានៅស្ថានភាពបែបណាទេត្រូវតែធ្វើជាមនុស្សស្រីម្នាក់ដែលរឹងមាំបើសិនជាយើងនៅលីវត្រូវតែមានការងារមួយឬក៏មុខរបរមួយដែលមានស្ថិរភាពត្រូវតែមានហិរញ្ញវត្ថុដែលមានស្ថិរភាពត្រូវតែស្រឡាញ់មើលថែខ្លួនឯងហើយនឹងគិតពីអនាគតនៅក្នុងការកសាងគ្រួសារយើងអាចនៅម្នាក់ឯងបានទេហើយយើងកុំខ្លាចស្នេហាយើងកុំខ្លាចទៅក្នុងការចាប់ផ្ដើមពេលណាដែលអ្នកទាំងអស់គ្នារឹងមាំអ្នកទាំងអស់គ្នានឹងមានសិទ្ធិរើសបរោះដែលអ្នកទាំងអស់គ្នាត្រូវការមិនមែនឲ្យបរោះមករើសយើងទេណាគឺយើងនេះហើយគឺជាអ្នកទៅរើសគេហើយសួរថានៅពេលដែលយើងមានជំរើសយើងនឹងរើសបានរបស់ល្អអត់បានអញ្ចឹងសូមអ្នកទាំងអស់គ្នាមានចំណុចនៅខាងលើនឹងសិនមានការងារមានហិរញ្ញវត្ថុដែលមានស្ថិរភាពមានការស្រឡាញ់មើលថែខ្លួនឯងឲ្យបានល្អមានទំនុកចិត្តលើខ្លួនឯងហើយបើសិនជាអ្នកទាំងអស់គ្នាជាស្ត្រីមេម៉ាយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមានចំហអ្វីដែលជាខ្លួនឯងមានមុខរបរឬក៏ការងារមួយដែលមានស្ថិរភាពដែលអាចរកចំណូលបានចិញ្ចឹមកូនរបស់យើងបានដោយមិនចាំបាច់ពឹងពាក់នរណាគេហើយអ្នកទាំងអស់គ្នាត្រូវតែថែនៅសមត្ថភាពរបស់ខ្លួនឯងថែនៅអាភាពថ្លៃថ្នូររបស់យើងកុំឲ្យយើងគិតថាអូយខ្ញុំធ្លាប់មានប្តីម្ដងហើយនរណាមកស្រឡាញ់ក៏បាននរណាមកញ៉ាយក៏យកបើសិនជាអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងអ្នកទាំងអស់គ្នាមិនយូរមិនឆាប់នឹងជួបមនុស្សប្រុសម្នាក់ដែលមិនល្អហើយធ្វើឲ្យអ្នកទាំងអស់គ្នាមេម៉ាយម្ដងទៀតមេម៉ាយក៏ដោយសំខាន់ឲ្យតែយើងនេះរឹងមាំឲ្យតែយើងកាន់ចំហខ្លួនឯងមិនចេះខ្វះបរោះដែលចូលមកឲ្យយើងរើសទេពេលណាអ្នកទាំងអស់គ្នាមានទាំងភាពវៃឆ្លាតមានទាំងការងារមានស្ថិរភាពមានភាពរឹងមាំមានការស្រឡាញ់ចំពោះខ្លួនឯងយើងនឹងមានជំរើសរើសបរោះដែលល្អដែលចូលមកកាន់ដៃយើងបន្តដំណើរទៅមុខជាមួយគ្នាមិនធ្វើបាបចិត្តយើងមិនមើលងាយយើងមិនឲ្យតម្លៃយើងអញ្ចឹងសួរថាយើងមានសិទ្ធិអត់នៅក្នុងការរើសបរោះដែលល្អឬក៏យើងមេម៉ាយហើយយើងមិនអាចរើសបរោះល្អមកបានវាមិនមែនអញ្ចឹងទេសំខាន់លើយើងខ្លួនឯងនេះយើងមានភាពរឹងមាំយើងមានភាពខ្លាំងកម្រិតណាត្រូវចាំថាមនុស្សប្រុសឥឡូវឆ្លាតណាស់ណាស្ត្រីដែលគេត្រូវយកមកធ្វើជាប្រពន្ធគេរើសណាគេមើលណាតែគេមិនរើសទៅលើកំមុំមេម៉ាយដោយការពីដើមទៀតទេណាគេរើសថាមនុស្សស្រីម្នាក់ហ្នឹងមានសមត្ថភាពប៉ុណ្ណាមនុស្សស្រីម្នាក់ហ្នឹងខ្លាំងប៉ុណ្ណាគេរើសរោសមត្ថភាពហើយបើសិនជាខណៈពេលនេះអ្នកទាំងអស់គ្នាកំពុងតែមានគ្រួសារមានស្វាមីមានកូនខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាអត់ខ្វល់ថាប្តីយើងនេះអាចរកប្រាក់ចំណូលបានច្រើនប៉ុណ្ណាអត់ខ្វល់ថាប្តីយើងនេះមានសមត្ថភាពចិញ្ចឹមគ្រួសារបានប៉ុណ្ណាឯងកុំទុកខ្លួនឯងចោលកុំបោះបង់ខ្លួនឯងនៅតែផ្ទះមើលថែកូនមើលថែផ្ទះហើយមិនមានចំហសម្រាប់ខ្លួនឯងយើងមើលឃើញទេចិត្តរបស់មនុស្សប្រុសមិនចាំបាច់ថាចិត្តមនុស្សប្រុសឬក៏ចិត្តនរណាចិត្តយើងនេះថ្ងៃនេះយើងចង់ធ្វើនេះស្រាប់តែថ្ងៃស្អែកយើងឈប់ចង់ធ្វើបែបហ្នឹងហើយយើងដូរចិត្តភ្លាមមិនដល់ថ្ងៃស្អែកពេលខ្លះ1ម៉ោងក្រោយ10នាទីក្រោយយើងផ្លាស់ប្ដូរចិត្តរបស់យើងភ្លាមអញ្ចឹងយើងទៅជឿជាក់លើអ្វីដែលការនិយាយរបស់ដៃគូរបស់យើងគេថាអូយអូនឯងនៅតែផ្ទះហើយបើមានសមត្ថភាពចាំអូនឯងនៅមើលតែកូនទៅ
ថ្ងៃណាមួយដែលគេសន្លឹងមកយើងថាអេអញប្រពន្ធអញទៅអត់មានសមត្ថភាពអីសោះប្រពន្ធអញដូចជានៅដេកតាស៊ីអញរកតែឯងគេនឹងមើលងាយអ្នកទាំងអស់គ្នាហើយចាប់ផ្ដើមរករឿងអ្នកទាំងអស់គ្នាអញ្ចឹងហើយបើសិនជាយើងមានប្តីក៏ដោយមានកូនក៏ដោយយើងត្រូវតែមានអ្វីដែលជាខ្លួនឯងមានចំហសម្រាប់ខ្លួនឯងហើយសួរថាអូខ្ញុំនៅផ្ទះហើយខ្ញុំចេញទៅរកអីបានមិនប្រកាសថាយើងត្រូវចេញក្រៅទៅរកប្រាក់ចំណូលណាយើងនៅផ្ទះមើលថែកូនមើលថែផ្ទះគឺយើងអាចរៀនសូត្រអ្វីដែលថ្មីបានយើងធ្វើអ្វីនៅផ្ទះដែលអាចរកចំណូលបានអត់ចេះខ្វះទេបងប្អូនស្ត្រីដែលគាត់ធ្វើការងារហើយគាត់អាចមកដល់ផ្ទះគាត់រកចំណូលបានតាមអ៊ីនធឺណិតបន្ថែមទៀតការលក់អនឡាញការធ្វើជា content ការធ្វើអ្វីដែលធ្វើមិនក៏ដោយឲ្យគាត់អាចរកចំណូលបានដោយខ្លួនឯងបន្ថែមទៀតដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នាថាអត់ដឹងធ្វើអីទេក៏រៀនថតវីដេអូរៀននិយាយរៀនធ្វើនេះធ្វើនោះអ្នកទាំងអស់គ្នាមានចំណង់ចំណូលចិត្តធ្វើអីចូលចិត្តធ្វើម្ហូបឲ្យថតឲ្យប្រហោះយូរទៅមានគេស្គាល់យើងយូរទៅមានគេចូលចិត្តយើងគេជួយ like ជួយ share គេជួយគាំទ្រយើងអាចលក់អ្វីក៏បានឬក៏យូរទៅយើងគ្រាន់បើដែរមានម្ចាស់ brand ណាមួយគេស្រឡាញ់មកយើងអូដូចចង់ឲ្យគាត់ធ្វើ BA គាត់ដូចមានសមត្ថភាពខ្លាំងនេះឯងគឺជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាហើយរឿងទាំងអស់ដែលខ្ញុំនិយាយនេះងាយស្រួលនិយាយតែមិនប្រកាសថាមនុស្សគ្រប់គ្នាធ្វើបានទេបើសិនជាអាចធ្វើអញ្ចឹងបានណាមិនចេះខ្វះឲ្យស្ត្រីដែលជោគជ័យមិនចេះខ្វះទេស្ត្រីដែលមានមុខរបរខ្លួនឯងហើយនៅផ្ទះវាជារឿងពិបាកណាស់តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើពីឥឡូវនេះពីពេលនេះទៅមើលអ្វីដែលល្អកុំនៅដេកខកចិត្តហើយក៏កំពឹងទៅលើដៃគូយើងខ្លាំងពេកដូចខ្ញុំនិយាយនៅខាងដើមយើងមើលអត់ឃើញទេអត់ដឹងថាថ្ងៃខាងមុខគេប្រែប្រួលអ្វីខ្លះបើសិនជាថ្ងៃខាងមុខគេប្រែប្រួលបែកឆ្វេងមានអ្នកថ្មីទៅគេទុកយើងចោលសួរថាយើងទៅរកអីតន់បើយើងទុកខ្លួនឯងចោលមកយូរហើយយើងមិនមានសមត្ថភាពអីផងហ្នឹងយើងឯណាទៅស្វាត់ស្វែងរកអីតន់ទៅធ្វើការណាបានអាចចិញ្ចឹមកូនយើងបានត្រូវចាំថាមនុស្សប្រុសភាគច្រើនខ្ញុំសុំអត់ប៉ះពាល់បងបរោះដែលល្អណាភាគច្រើនពេលដែលបែកពីយើងទៅអត់សូវជួយគិតគូរចិញ្ចឹមកូនប្រហែលទេភាគច្រើនគឺអញ្ចឹងមនុស្សប្រុសគឺប្រភេទអញ្ចឹងឯងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចាប់ពីឃើញវីដេអូខ្ញុំទៅក៏ចាប់ផ្ដើមពង្រឹងសមត្ថភាពរបស់ខ្លួនឯងចាប់ផ្ដើមមើលថែខ្លួនឯងចាប់ផ្ដើមឲ្យខ្លួនឯងនេះមានអ្វីដែលជាខ្លួនឯងចាប់ផ្ដើមធ្វើជាស្ត្រីរឹងមាំឃើញខ្ញុំមកអង្គុយនិយាយកោកង់នេះខ្ញុំក៏មិនប្រកែកអីប្រហែលដែរតែខ្ញុំជឿជាក់លើខ្លួនឯងខ្ញុំអត់តមានសមត្ថភាពពេញលេញខ្ញុំធ្វើថ្ងៃនេះខ្ញុំបានប៉ុណ្ណេះថ្ងៃស្អែកខ្ញុំជឿថាខ្ញុំប្រហែលជាបានល្អជាងនឹងថ្ងៃខាងស្អែកខ្ញុំជឿថាខ្ញុំប្រហែលជាបានល្អជាងនឹងទៀតធ្វើយូរទៅយើងនឹងកាន់រីកចម្រើនអ្វីក៏ដោយឲ្យតែយើងធ្វើនឹងរីកចម្រើនឯងខ្លាចតែយើងមិនធ្វើឯងតែយើងនឹងថឹងដដែលហើយថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់ខ្ញុំហើយចំណុចណាដែលមិនល្អអ្នកទាំងអស់គ្នាក៏អូសរំលងទៅយកតែអ្វីដែលល្អទៅដោយសារតែខ្ញុំមិនមែនជាអ្នកជំនាញនៅក្នុងការចែករំលែកអីទេតែខ្ញុំគ្រាន់តែនិយាយខ្លះនៅក្នុងនាមជាស្ត្រីម្នាក់ដែលសាមញ្ញស្ត្រីម្នាក់ដែលមិនអស្ចារ្យស្ត្រីម្នាក់ដែលជាអ្នកសិក្សារៀនសូត្របានតូចទាបខ្ញុំមានប៉ុណ្្នឹងឯងសង្ឃឹមអ្នកទាំងអស់គ្នាចាប់ផ្ដើមពីពេលនេះឥឡូវនេះ